សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំកាត់ទួយល្ពៅធៀងល្ពៅនិងផ្កាល្ពៅដើម្បីស្លមុខម្ហូបប្រចាំគ្រួសារអ្នកផ្ទះខ្ញុំហៅថាសម្លម្សៅទួយល្ពៅអញ្ចឹងបងប្អូនមកមើលពីរបៀបខ្ញុំធ្វើដំបូងខ្ញុំត្រាំកខ្សាយយើងហ្នឹងដាក់ទឹកក្តៅឆាប់រីកបន្លែមានតែប៉ុណ្្នឹងទេហើយបងប្អូនចង់ថែមផ្សិតថែមអីដាក់ទៅក៏ប៉ុន្តែខ្ញុំនៅតូចម្ដាយខ្ញុំស្លឲ្យហូបគាត់អត់ដែរបងផ្សិតទេបន្លែមានតែប៉ុណ្្នឹងទេហើយអាពួកធៀងពួកត្រួយពួកអីហ្នឹងបងប្អូនត្រូវបកយកស្បកវាចេញអាហ្នឹងតែអត់យកស្បកវាចេញស្លទៅរឹងហើយជាប់កកអាហ្នឹងដូចក្អៅឈូកចឹងហើយបើត្រួយវាខ្ញុំឆ្លីវាឲ្យវាទន់ទៅហើយយើងកាប់ប្រហែលមកថ្នាំងដៃមកចង្អុលដៃហ្នឹងទៅច្បាច់វាឲ្យវាទន់ទៅវាស្រួយបងប្អូនអត់សូវចូលចិត្តល្វីងច្បាច់អំបិលហើយចាំលាងទឹកឲ្យស្អាតយកទៅស្លក៏ប៉ុន្តែខ្ញុំចូលចិត្តតែបន្លែណាល្វីងទេអញ្ចឹងបងប្អូនយកទៅឆាជាមួយសាច់គោស្រុះហើយចាំបងប្អូនឆាបើខ្ញុំពេលខ្លះខ្ញុំយកទៅស្លបញ្ជូរគ្រឿងទៀតគ្រឿងវិញបើខ្ញុំនៅស្រុកខ្មែរហាន់ស្លឹកគ្រៃវិញហាន់ស្លឹកគ្រៃស្លត្រូវណាស់ក៏ប៉ុន្តែស្លឹកគ្រៃខ្ញុំដាក់ចូលទូកកខ្ញុំខ្ជិលហាន់អញ្ចឹងខ្ញុំយកគ្រឿងធម្មតាមកប្រើដាក់អង្ករដាក់ខ្ជាយហើយខ្ទឹមសខ្ជាយដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ណាបងប្អូនមកចង់ដាក់ម្ទេសអីក៏ដាក់ទៅគ្រឿងដែលខ្ញុំបុកនេះខ្ញុំដាក់តែខ្ទឹមសហើយនឹងរមៀតទេពេលដែលខ្ញុំបុកទុកពេលខ្ញុំត្រូវការស្លម្ជូរគ្រឿងឬមួយនំបញ្ចុកអីអញ្ចឹងយើងថែមថយគ្រឿងផ្សំទៅលាងបន្លែនឹងឲ្យស្អាតហើយខ្ញុំចិតនងនេះចិតបែបជ្រុងអញ្ចឹងទៅហើយដាំទឹកឲ្យពុះដាក់ស្លឹកគ្រៃមកកូនដុំឲ្យវាឈ្ងុយត្រីនេះយកមកពីស្រុកខ្មែរតែមុននឹងស្លខ្ញុំស្រុះហើយដាក់ប្រហុកម្សៅស៊ុបស្ករប៊ីចេងតាមបងប្អូនចូលចិត្តនិយាយរួមទៅមុខម្ហូបនេះដូចតែស្លប្រហើរគ្រាន់តែថាយើងបុកអង្គជាមួយគ្រឿងអញ្ចឹងបងប្អូនដាក់គ្រឿងចូលទៅហើយខ្ញុំមកដាក់ទាំងអស់ទេគ្រឿងទុកបងខ្លះពេលដែលបន្លែឆ្អិនកុំឲ្យវាខាប់ពេកកុំឲ្យវារាវពេកលៃលកមកល្មមឆ្ងាញ់ណាបងប្អូនហើយយើងដាក់ពួកធៀងពួកត្រួយនឹងមុនទៅប៉ុន្តែខ្ញុំចូលចិត្តណានៅជ្រប់បើបងប្អូនចូលចិត្តបន្លែអាលួយធ្វើឲ្យអាលួយទៅខ្ញុំអត់ទេខ្ញុំតែមកហូបបន្លែខ្ញុំចូលចិត្តតែជ្រប់ចឹងទៅហើយតែមកពុះខ្ញុំបិទភ្លើងឲ្យខ្លាចអានងនឹងវាអាលួយអានឹងតែអាលួយទៅហូបទៅល្អអត់ឆ្ងាញ់ទេចឹងបងប្អូនភ្លក់រសជាតិប្រៃផ្អែមតាមបងប្អូនចូលចិត្តដូចស្លប្រហើរហ្នឹងអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនថ្ងៃនេះម៉ៃសវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អ